ក្រុមសៀវយើងយ៉ាងមានក៏មិនបង្អង់យូរគឺគេបន្តដំណើរទៅកោះអ្នកខាងកើតយើងក៏បានឃើញពន្លឺចែងចាំងជាច្រើនកំពុងហោះនៅក្នុងដែនទទេនេះល្បឿនរបស់វាគឺដូចផ្លេកបន្ទោអញ្ចឹងរួចយើងក៏បានលើពួកគេសន្ទនាគ្នាថាលោកប្អូនសៀវយើងពួកយើងនឹងអាចទៅដល់កោះអ្នកខាងកើតក្នុងរយៈពេល10នាទីទៀតសៀវយើងងក់ក្បាលព្រមទាំងដៃរបស់គេកំពុងតែក្តាប់យ៉ាងណែនដោយក្នុងចិត្តរបស់គេគឺអន្ទះអន្ទែងចង់តែទៅដល់ឲ្យឆាប់ស្រាប់តែរំពេចនោះសៀវយើងមានអារម្មណ៍ថាគេបានចាប់ចំហាយធម្មពលដែលគេធ្លាប់បានស្គាល់គេជ្រុលចិញ្ចាំបន្តិចរួចងាកមើលទៅទិសខាងឆ្វេងគេឥឡូវយើងងាកមកទីតាំងដែលសៀវយើងមានអារម្មណ៍ឯនេះវិញកម្លាំងធម្មពលបំផ្ទុះត្រូវបានបន្លឺឡើងទូទាំងដែនទទេនេះភ្លាមនោះយើងក៏បានឃើញមនុស្សម្នាក់បានក្អួតឈាមនិងទៀតថយក្រោយទៅប៉ះក្រុមរបស់គេដែលអាការៈរបស់គេនៅពេលនេះគឺស្លេកស្លាំងខ្លាំងតែម្ដងនិងពោពេញទៅដោយកំហឹងផងដែរយើងក៏ឃើញមនុស្សជាច្រើនកំពុងតែឈរហុំព័ទ្ធពួកគេដែលបង្ហាញថាពួកនេះក៏មិនអន់ដែរគឺសុទ្ធតែជាជើងខ្លាំងជាពិសេសពីអ្នកកំពុងតែឈរនៅពីមុខបង្ហាញឲ្យយើងឃើញថាពួកគេគឺស្ថិតនៅកម្រិតបានសឹងក្រុមដែលត្រូវបានគេហុំព័ទ្ធនោះគឺជាក្រុមរបស់ហេឈីងដែលធ្លាប់ជួយសៀវយានរបស់យើងនិងព្រឹទ្ធាចារ្យឆៅលីដែលសៀវយានធ្លាប់បានជួបម្ដងសមាជិកក្រុមរបស់គេភាគច្រើនគឺរងរបួសធ្ងន់ធ្ងរមានតែហេឈីងនិងឆៅលីទេដែលរៀងគ្រាន់បើរួចយើងក៏បានលើសម្ដែងចេញពីក្រុមពួកគេថាកោះស្ដេចនាគទាំង3ពួកឯងហ៊ានណាស់ដែលហ៊ានវាយប្រហារអធិរាជស្ដេចនាគដំបូងឡើយគឺក្រុមពួកហេឈីងបានចេញមកក្រៅដើម្បីឆែកស្ថានភាពនៅបរិវេណជុំវិញដោយសពរាល់ដងដែលមិននឹកស្មានថាកោះស្ដេចនាគទាំង3បានចាប់ផ្ដើមបើកការវាយប្រហារមកលើកោះពួកគេនោះទេទើបពួកគេប្រញាប់ទៅវិញតែមកត្រូវក្រុមនេះស្ទាក់មុនបាត់ទៅហើយដែលបណ្ដាលឲ្យមានការប្រយុទ្ធដ៏ខ្លាំងក្លានៅទីនេះហើយលទ្ធផលមិនបាច់និយាយនោះទេដោយខាងពួកវាមានរហូតដល់ទៅ2បានសឹងគម្រោងពួកវាគឺវាចង់សម្លេះចោលទាំងអស់តែម្ដងបន្ទាប់មកយើងក៏បានលើបរិសម្នាក់ដែលកំពុងពាក់អាវក្រោះដែលត្រូវបានគេស្គាល់ថាជាឈៀនស៊ុនហើយគេក៏ជាអ្នកដឹកនាំក្រុមនេះម្នាក់ផងដែរបានសើចចំអកទៅឆៅលីថាឆៅលីស្ដេចនេះទាំង3ទើបជាអ្នកដឹកនាំពិតប្រាកដមិនដឹងថាពួកឯងយកជនខ្លាំងៗមកពីណាទេមកចង់បង្រួបបង្រួមកុលសម្ព័ន្ធនេះពួកឯងពិតជាភ្លើមែនឆៅលីលើហើយតបទៅវិញភ្លាមថាឯងប្រហែលជាដឹងនៅក្នុងចិត្តជាងយើងផងថាខ្លាំងៗឬក៏ពិតមើលទៅកោះស្ដេចនេះទាំង3របស់ពួកឯងប្រហែលភ្លេចច្បាប់ទម្លាប់បាត់ទៅហើយថាគ្រួសាររាជវង្សមានអំណាចយ៉ាងណាទៅលើសមាជិកធម្មតាដូចជាពួកឯងបន្ទាប់ពីលើហើយអាការៈរបស់ក្រុមពួកវារៀងអាក្រក់បន្តិចហើយយើងក៏បានលើចេញពីបរិសម្នាក់ទៀតដែលត្រូវបានគេស្គាល់ថាជាហៅឆានឈិនស៊ុនមិនបាច់ចំណាយពេលអត់ប្រយោជន៍ជាមួយពួកគេទេប្រញាប់បញ្ចប់ឲ្យលឿនទៅកម្លាំងទប់ទល់របស់កោះអ្នកខាងកើតខ្លាំងជាងអ្វីដែលយើងបានរំពឹងទុកអញ្ចឹងយើងត្រូវប្រញាប់ទៅវិញនៅពេលហេឈីងឯនេះលើហើយខឹងខ្លាំងមែនទែនរួចគេក៏បានស្រែកទៅពីអ្នកនោះថាអាកាចាស់ពីក្បាលកោះស្ដេចនេះទាំងពីររបស់ពួកឯងគ្មានសមត្ថភាពមកបំផ្លាញកោះខាងកើតរបស់យើងទេនៅពេលដែលអធិរាជស្ដេចនាគកាន់តែខ្លាំងកោះរបស់ពួកឯងចាំតែងាប់ទៅហើយឆាញលើហើយសោយរួចតបតែគិតថាអាចដល់ពេលនឹងដែរមែនទេរួចគេក៏បានចោលបាត់ដៃរបស់គេតាមលំហទៅហេឈីងយើងក៏ឃើញកម្លាំងធម្មពលប្រេះលំហរួចធ្លាក់មកហេឈីងលឿនដូចរន្ទះកម្រិតហាត់គុណបច្ចុប្បន្នរបស់ហេឈីងគឺកម្ពុជាដូសុនផ្លាស់ប្ដូរទី8តែគេអាចទប់ទល់ជាមួយនឹងថ្នាក់ដំបងបានសឹងបានយ៉ាងម៉េចអាក្រក់របស់គេក៏ត្រូវបានកំទេចខ្លួនគេផ្ទាល់ក្អួតឈាមមកធ្លុករួចបានខ្ទាតមកបុកសមាជិករបស់គេដទៃទៀតយ៉ាងដំណំហើយឆានក៏បានបន្តនិយាយទៅកាន់ហេឈីងទៀតថាឯងពិតជាមិនដឹងឋានៈរបស់ឯងមែនហ៊ានមកស្រែកដាក់យើងផងភ្នែករបស់ហេឈីងឡើងក្រហមពីការខឹងរួចនិយាយអាចង្រៃហើយឆានញញឹមនៅពេលដែលឃើញហេឈីងខឹងខ្លាំងដូចនេះរួចបញ្ជាទៅកាន់សមាជិកពួកវាថាសម្រាប់ចោលទាំងអស់មិនអនុញ្ញាតឲ្យនរណាម្នាក់រស់ឡើយឆៅលីស្រែកមួយចំហឹងថាឯងហ៊ានឬក៏បានប្រមូលធម្មពលដូស៊ីទៅជាកំដាប់ដៃចោលទៅហើយឆានយ៉ាងមួយរំពេចឈៀនសននៅពេលដែលបានឃើញហើយគេក៏បានបំលែងទៅជាពាក់កណ្ដាលមនុស្សពាក់កណ្ដាលសត្វនាគទៅដើរទប់ទល់ជាមួយនឹងកំដាប់ដៃរបស់ឆៅលីបណ្ដាលឲ្យរលាយបាត់ទៅហើយគេក៏បាននិយាយទៅកាន់ឆៅលីថាឆៅលីកម្លាំងពួកយើងប្រហាក់ប្រហែលគ្នាតើឯងនឹងប្រយុទ្ធជាមួយយើងមិនបើឯងរបួសអញ្ចឹងស្រាប់តែរំពេចនោះក៏ឃើញគេលេចរូបរាងនៅពីលើឆៅលីជាមួយនឹងប្រញាំនាគកំពុងតែហែកលំហទម្លាក់មកលើក្បាលឆៅលីព្រឹទ្ធាចារ្យឆៅលីខាងមកសង្កត់ចិត្តព្យាយាមទប់ទល់ជាមួយគេដោយយើងឃើញអាវក្រោះនាគរាជបានលេចរូបរាងជុំវិញរាងកាយរបស់គេរួចបង្ហាញឲ្យឃើញនៅសត្វនាគស្រែកទាំងកំរោលទៅប៉ះជាមួយនឹងឈៀនសុននោះរីឯហៅឆានវិញឃើញហើយញញឹមបែបត្រជាក់ដៃរបស់គេក្រវាបណ្ដារាល់ការក្រវាម្ដងធ្វើឲ្យអ្នកប្រយុទ្ធមកពីកោះអ្នកខាងកើតក្អួតឈាមនិងខ្ទាតត្រឡប់ក្រោយនិងអាវក្រោះរបស់ពួកគេក៏ត្រូវបានកំទេចហើយឈីនៅមិនសុខឡើយនៅពេលដែលឃើញរូបភាពទាំងអស់នេះឬក៏បានស្រែកមួយចំហឹងថាយើងនឹងប្រយុទ្ធជាមួយឯងដល់ទីបញ្ចប់ឬរាងកាយគេក៏បានហោះតម្រង់យ៉ាងលឿនទៅរកហៅឆានហើយឆានក្រវីក្បាលនិងសើចចំអកថាស្រមោចដែលឯងហ៊ាន challenge យើងផងហើយគេក្តាប់ដៃរបស់គេរួចប្រញាប់ចោលទៅប៉ះជាមួយនឹងហេឈីងការប៉ះទង្គិចនេះធ្វើឲ្យរាងកាយហៅឆានកន្ត្រាក់បន្តិចដែរនិងថយក្រោយមួយជំហានតែងាកមកហេឈីងឯនេះវិញដៃរបស់គេឡើងប៉ោងចេញសរសៃនិងបាញ់ឈាមចេញមករួចយើងក៏បានលើសំឡេងប្រុសដែលចេញពីឆ្អឹងរបស់គេហើយរាងកាយគេទាំងមូលក៏ប៉ាងរាប់គីឡូទៅឈប់នៅពេលនេះហេឈីងរបស់យើងគឺបានប្រើកម្លាំងធម្មពលរបស់គេអស់ហើយជាមួយនឹងកំដាប់ដៃមុននេះកុំតែបានរាងកាយគេខ្លាំងទេកុំអីរាងកាយរបស់គេក៏មិនសល់ដែរហេឈីងក៏នឹកនៅក្នុងចិត្តគេថាតើខ្ញុំនឹងត្រូវស្លាប់មែនទេភ្នែករបស់គេចាប់ផ្ដើមព្រិលនៅពេលនេះគឺគេត្រូវរបួសខ្លាំងមែនទែនបដ ாய் សឹងតែថាសល់តែដង្ហើមចរិតទោះបីជាគេមានអារម្មណ៍ថាអត់ទាន់ពេញចិត្តនឹងអ្វីដែលគេបានធ្វើតែគេក៏យល់ច្បាស់រវាងហៅឆាននិងគេថាកម្រិតពួកគេគឺវាឆ្ងាយពីគ្នាមែនហៅឆានក៏និយាយទៅកាន់ហេឈីងថាមិនបាច់ប្រឹងទេយើងនឹងបោះឯងចូលភ្នូរនាគរាជនៅពេលដែលឯងងាប់
វាអាចចាត់ទុកថាជាកន្លែងសម្រាប់របស់ឯងទៅចោះរួចយើងក៏ឃើញគេលេចរូបរាងនៅជិតហៃឈីងដៃរបស់គេក៏បានទម្លាក់មកលើក្បាលហៃឈីងយឺតព្រឹទ្ធាចារ្យឆោលីក៏ស្រែកទៅភ្លាមថាហៅចានអធិរាជស្ដេចនេះនឹងមិនឲ្យឯងរួចខ្លួនទេបើឯងហ៊ានសម្លាប់គេឆោលីគឺគេកំពុងតែជាប់តទល់ជាមួយនឹងឈៀនស៊ន់ដោយមិនអាចរំដោះខ្លួនបានហៅចានលឺហើយសោយរួចតបអធិរាជស្ដេចនេះមិនដឹងថានាងនៅរស់ឬក៏អត់ផងនៅពេលដែលប៉ះកម្លាំងរួមគ្នារបស់ស្ដេចនេះទាំង3រួចគេក៏អោនក្បាលចុះមើលទៅហៃឈីងដែលកំពុងតែប្រមូលកម្លាំងធម្មពលរបស់គេហើយនិយាយពាក្យសម្ដីបែបអាណិតថាលក្ខណៈសម្បត្តិរបស់ឯងពិតជាល្អណាស់ជាអកុសលឯងរើសផ្លូវខុសជោគជ័យលើកនេះគឺជារបស់កោះស្ដេចនេះទាំង3តែឯងកុំបារម្ភនឹងមានមនុស្សជាច្រើននឹងទៅកំដរឯងស្រាប់តែរំពេចនោះគេមានអារម្មណ៍ថាមានចំហាយដៃត្រជាក់នៅលើក្បាលរបស់គេខណៈដែលគេបំរុងនឹងកំទេចក្បាលហៃឈីងរួចយើងក៏បានលើសំឡេងចេញមកប្រាប់យើងមើលតើឯងគិតថាឯងអាចកំទេចក្បាលគេលឿនជាងយើងកំទេចក្បាលរបស់ឯងអត់នៃរបស់ហៃឈីងដែលកំពុងតែបិទរងចាំតែសេចក្តីស្លាប់ស្រាប់តែបើកវិញមួយរំពេចនៅពេលដែលលើសំឡេងដែលគេធ្លាប់ស្គាល់សៀវយៀនហើយចានលឺហើយក៏បានប្រញាប់សួរឯងជាអ្នកណារាងកាយរបស់គេនៅពេលនេះគឺនៅនឹងថ្កល់តែម្ដងមិនហ៊ានរង្គើសម្បីតែបន្តិចពីព្រោះគេអាចដឹងថាដៃដែលនៅលើក្បាលគេនេះគឺមានចំហាយធម្មពលខ្លាំងណាស់បើហ៊ានតែកម្រើកតែបន្តិចក្បាលគេនឹងផ្ទុះភ្លាមហើយគេក៏បានគិតនៅក្នុងចិត្តថាតើអាបិសាចនេះមកពីណាមិនបានជាយើងមិនដឹងថាគេមកអញ្ចឹងសៀវយៀននិយាយដកដៃឯងចេញហើយចានតបខ្ញុំនឹងរកដក3ហើយពួកយើងដកព្រមគ្នាគិតមិនដែរហើយឈីងរបស់យើងលឺហើយក៏បានស្រែកភ្លាមថាសៀវយៀនសម្រាប់គេទៅគេគឺជាជើងខ្លាំងបានឆឹងមកពីកោអ្នកខាងជើងហើយមានឋានៈខ្ពស់ជាងខ្ញុំវាគឺល្អដែលដូរជីវិតខ្ញុំជាមួយនឹងគេអាការៈហៅចានប្រែត្រជាក់មួយរំពេចគេពិតជាចង់កំទេចក្បាលហៃឈីងខ្លាំងមែនទែនពេលនេះតែបានត្រឹមតែចង់មិនហ៊ានសំបីតែរង្គើឬក៏បញ្ជាក់ទៅសៀវយៀនម្ដងទៀតតែអ្នកគិតមិនដែរសៀវយៀនញញឹមអូខេហៅចានលឺហើយក៏ប្រញាប់រាប់1 2 3ឬគេក៏ប្រញាប់ហោះចេញយ៉ាងលឿនគេក៏បន្តសួរទៅសៀវយៀនតែអាចឲ្យខ្ញុំដឹងបានទេថាតើមិត្តជាអ្នកណាបញ្ហាទាំងអស់នេះគឺពាក់ព័ន្ធនឹងកុសសម្ព័ន្ធអ្នកបុរាណទាំងមូលមិត្តខ្ញុំសង្ឃឹមថាអ្នកនឹងមិនលូកដៃស្ដេចកោះអ្នកទាំង3គឺនៅជិតនេះទេបើពួកគេមកដល់ទីនេះខ្ញុំគិតថាអ្នកនឹងពិបាកកិច្ចខ្លួនសៀវយៀនមិនខ្វល់នឹងពាក្យសម្ដីរបស់ហៅឆាននិយាយនោះទេគេកំពុងតែជួយលើកហៃឈីងឡើងឬក៏បានឲ្យថ្នាំទៅគេខ្លះរួចសួរយ៉ាងម៉េចដែរលោកបងហៃឈីងក្រវីក្បាលបន្តិចរួចនិយាយអ្នកគួរតែសម្លាប់គេមុននេះឱកាសនេះមិនមែនចេះតែមាននោះទេហើយការទាំងអស់នេះគឺធ្វើឲ្យឈិនស៊ន់ស្រែកសួរទៅហៅឆានស្របពេលដែលកំពុងតែប្រយុទ្ធស៊ីស័យហុតឈាមជាមួយនឹងឆៅលីថាកាត់អីហៅឆានលឺហើយក៏តបមានបញ្ហាកាត់ឡើងគេឆ្លើយដោយប្រុងប្រយ័ត្នពីព្រោះគេដឹងថាបុគ្គលនៅមុខគេគឺមិនណយនោះទេឈិនស៊ន់លឺហើយជ្រុលចិញ្ចើមឬក៏បានចោលកំដាប់ដៃទៅឆៅលីបណ្ដាលឲ្យឆៅលីថយក្រោយនៃរបស់គេក៏បានសម្លឹងទៅកាន់សៀវយៀនរួចនិយាយមិត្តលោកដៃចូលបញ្ហារបស់កុសសម្ព័ន្ធពួកយើងមិនមែនជាការសម្រេចចិត្តដ៏ឆ្លាតនោះទេឆៅលីឆ្លៀតឱកាសថយក្រោយនេះដកដង្ហើមធំធូរទ្រង់បន្តិចឬក៏មើលទៅបុគ្គលឈរជិតហៃឈីងដែលអាការៈភ្ញាក់ផ្អើលជាខ្លាំងសៀវយៀនឬគេក៏លេខរូបរាងនៅក្បែរសៀវយៀនមិនបានជាអ្នកមកទីនេះបញ្ហានេះគឺមិនមែនជាអ្វីដែលអ្នកចេះតែលូកដៃបានទេឆាប់នាំហៃឈីងចាក់ចេញទៅចាំខ្ញុំការពារហើយឆានលឺហើយក៏ប្រញាប់និយាយចង់រត់វាស្រួលដល់ម្លឹងផងមិត្តនេះគឺជាឱកាសចុងក្រោយរបស់អ្នកសៀវយៀនលឺហើយជ្រុលចិញ្ចើមរួចនិយាយត្រឹមថ្នាក់ដំបងកម្រិតបានសឹងហ៊ានក៏អុយកតោមនៅមុខយើងផងឬគេបោះចំហៀនមកមុខក៏បាត់មួយរំពេចធ្វើឲ្យអាការៈទឹកមុខរបស់ហៅឆានប្រែប្រួលហើយប្រញាប់ថយក្រោយប៉ុន្តែក៏ស្រាប់តែមានដៃដ៏ធំទម្លុះលំហបានឈប់នៅពីលើក្បាលរបស់គេស្របពេលដែលមានសម្លេងដ៏ត្រជាក់បន្លឺឡើងកំរើម្ដងទៀតឯងនឹងងាប់ទឹកមុខហៅឆានបង្ហាញនៅការរន្ធត់ស្របពេលដែលមើលទៅបុគ្គលដែលកំពុងតែដើរចេញពីលំហឬក៏បញ្ចេញនៅសម្លេងស្អករបស់គេអ្នកគឺកម្រិតដូចចឹងមិនត្រឹមតែហៅឆាននោះទេសូម្បីតែឆៅលីនិងហៃឈីងក៏មិនចាញ់គ្នាដែរគេចាំថានៅពេលដែលសៀវយៀនមកកោះពួកគេដំបងកម្រិតសៀវយៀនត្រឹមដូ0ផ្កាយ5តែប៉ុណ្ណោះត្រឹមតែប្រហែលឆ្នាំហក់ពីដូ0ទៅដូចឹងតែម្ដងព្រាមដៃសៀវយៀនដាក់នៅលើថ្ងាសហៅឆានធ្វើឲ្យចំហាយធម្មពលនៅក្នុងរាងកាយហៅឆានចាប់ផ្ដើមចុះខ្សោយយើងក៏បានឃើញសញ្ញានៅលើថ្ងាសរបស់គេគឺសៀវយៀនរបស់យើងបានបិទដូជារបស់គេបាត់ទៅហើយរួចចាប់បោះហៅឆានទៅកន្លែងហៃឈីងហើយនិយាយវាមិនទៅលះបង់ជីវិតរបស់លោកបងដើម្បីចាប់គេនោះទេរាងកាយហៃឈីងរៀងស្ពឹកបន្តិចស្របពេលចាប់រាងកាយហៅឆានរួចគិតនៅក្នុងចិត្តគេថាកម្រិតបានសឹងស្រាប់តែអត់ប្រយោជន៍នៅចំពោះមុខសៀវយៀនត្រឹមតែមួយផ្លែតមនុស្សសម្ញែងរកខ្ពង់ខ្ពស់ខ្លាចជាឆ្កែងាប់មួយរំពេចព្រឹទ្ធាចារ្យចៅលីឯនេះវិញឃើញហើយក៏លាបទឹកមាត់ពី3ក្អឹកដែរហើយនៅក្នុងចិត្តមិនចម្លែកទេដែលជាមិត្តរបស់អធិរាជស្ដេចនាគស៊ីយ៉ានជៀនស៊ន់ឃើញក៏ប្រញាប់ស្រែកឲ្យគ្នាគេដកថយបាននៅតែបន្តស្ថានភាពគេក៏មិនខុសពីហៅឆានដែរព្រឹទ្ធាចារ្យចៅលីឃើញហើយក៏ប្រញាប់ស្រែកសៀវយៀនកុំឲ្យពួកគេគេខ្លួនបានឯសោះបើមិនអញ្ចឹងទេគេនឹងទៅរាយការណ៍និងពញ្ញាក់ដល់សត្រូវសៀវយៀនសោយហើយងក់ក្បាលតែមិនបំលាស់ទីនោះទេក្រោយមកបន្តិចយើងក៏បានឃើញក្រុមយ៉ាងមីងលេចរូបរាងដែលក្នុងដៃរបស់ពួកគេកំពុងតែកាន់ក្រុមដែលរត់អំបញ្ញមិញនេះឯងរួមទាំងឈៀនស៊ន់នៅក្នុងនោះផងដែរយ៉ាងមីងក៏បានចោលពួកគេនោះមកកន្លែងសៀវយៀនរួចសោកយ៉ាងសប្បាយរីករាយសៀវយៀនក៏បានបិទដូជារបស់ពួកគេទៀតហើយក៏បោះឲ្យទៅហៃឈីងដូចគ្នាសៀវយៀនក៏បានណែនាំយ៉ាងមីងទៅកាន់ក្រុមព្រឹទ្ធាចារ្យឆៅលីលឺហើយភ្ញាក់ផ្អើលបន្តិចរួចនិយាយក៏សម្ព័ន្ធសត្វពស់ដែលកោះអ្នកទាំង3ទៅស្វែងរកជំនួយមែនទេលោកបងអង្គុំបារម្ភអ្នកដែលយល់ស្របសហការនោះគឺជាប្អូនប្រុសខ្ញុំទេសម្រាប់ខ្ញុំគឺត្រូវបានអញ្ជើញដោយលោកប្អូនសៀវយៀនក្រុមព្រឹទ្ធាចារ្យឆៅលីលឺហើយក៏ធូរទ្រូងនិងបញ្ចេញនូវអាការៈរំភើបពីព្រោះថាពេលនេះកោះអ្នកខាងកើតពួកគេពិតជាត្រូវការជំនួយមែនសៀវយៀនមិនចាំយូរក៏បានសួរ
តើស្ថានភាពឥឡូវនេះយ៉ាងម៉េចហើយប្រជាចារសោលីក្រវីក្បាលមិនសូវល្អទេកម្លាំងពួកកោះនាគទាំង3គឺនៅគ្រប់កន្លែងពួកគេសម្រេចចិត្តសម្លាប់អធិរាជស្ដេចនាគមុនពេលដែលនាងឈានទៅដល់កម្រិតកំពូលកោះនាគខាងកើតពេលនេះគឺស្ថិតនៅក្នុងស្ថានភាពរញ៉េរញ៉ៃទាំងស្រុងអធិរាជស្ដេចនាគសៀយ៉ានត្រូវបានរំពាត់ទៅដោយស្ដេចនាគទាំង3សៀយ៉ានលើហើយក្តាប់ដៃគេឡើងណែនស្រោបយកខ្យល់យឺតរួចនិយាយតោះទៅកោះនាគខាងកើតទោះដឹងថាកម្លាំងធម្មពលស្ដេចនាគទាំង3ខ្លាំងប៉ុណ្ណាក៏ដោយក៏សៀយ៉ានយើងមិនទុកសៀយ៉ានចោលដែរ